ចាបងប្អូនចានេះគឺជាផ្នែកដកតុយថ្លែននឹងហើយដែលជាមូលហេតុធ្វើឲ្យផ្នែករបស់យើងចេះតែរកម្មភ្នែកចេះតែរមាស់ចាចេះតែក្តៅងំនៅក្នុងភ្នែកចាក់ទៅដូចមានក្របខ្សាច់នៅក្នុងភ្នែកអញ្ចឹងវាមានការរំខានការរស់នៅប្រចាំថ្ងៃរបស់យើងខ្លាំងមែនទែនព្រោះយើងក្តៅងំសាហៀហូរទឹកភ្នែកហើយភ្នែករបស់យើងមិនសថ្លាចាស្ងួតក្រហមចាក្រហមហើយមានពេលខ្លះរមាស់ខ្លាំងចាញ់ពលឺចាញ់ខ្យល់បងប្អូនទាំងអស់នឹងហើយដែលធ្វើទុកចាដោយសារតែយើងមានបញ្ហាភ្នែកដកកតុយថ្លែនអញ្ចឹងបើសិនណាជាបងប្អូនមានបញ្ហាភ្នែកដកកតុយថ្លែនបងប្អូនអាចជ្រើសរើសផលិតផលសតក្របលេបចាខាងនឹងខ្ញុំយកទៅប្រើប្រាស់បានមានភាពងាយស្រួលចាហើយมันមានផលរំខានដល់សុខភាពมันមានផលប៉ះពាល់ទៅដល់កិច្ចការងាររស់ស៊ីរបស់យើងទេហើយយើងប្រើទៅធ្វើបាក់ភ្នែករបស់យើងនឹងមានសភាពសថ្លាស្អាតដោយកែវភ្នែកធម្មជាតិរបស់យើងដោយមិនចាំបាច់ឆ្លងកាត់ការបកឬក៏ការវះកាត់នោះទេប៉ុន្តែយើងត្រូវការពេលបន្តិចណាពុកម៉ែបងប្អូនទៅតាមស្ថានភាពស្រាលមធ្យមធ្ងន់អញ្ចឹងនេះគឺជាផ្នែកភ្ញៀវដែលគាត់ប្រើប្រាស់ហើយគាត់បានធូរស្បើយចាអញ្ចឹងបងប្អូនដែលគាត់ពងមានបញ្ហាចាប់អារម្មណ៍ចាអាចតាក់ទងមកសាកសួរពីខាងនាងខ្ញុំបានចាអរគុណ